ប្រវត្តិនៃការបង្កើតរដ្ឋសក្តិតីដែលជាការចាប់ផ្ដើមមុនគេបង្អស់របស់នគរសៀមមរតកខ្មែរសូមបង្ហាញជូននៅប្រវត្តិសាស្ត្រខ្លះៗនៃការចាប់កំណើតរដ្ឋមុនគេបង្អស់របស់នគរសៀមដោយបងប្អូនខ្មែរទាំងអស់គ្នាបានដឹងហើយថាប្រទេសសៀមគឺជារដ្ឋដែលតែងតែលើកទ័ពមកឈ្លានពានប្រទេសខ្មែរតាំងពីចុងសម័យអង្គរនៅពេលដែលប្រទេសខ្មែរមានការចុះទុនខ្សោយនៅក្នុងសិលាចារឹកគេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកថៃឬសៀមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រហែលចាត់តាំងពីសតវត្សទី12មកពួកថៃឬសៀមកាលពីមុនរស់នៅខេត្តយូណានប្រទេសចិននៅក្នុងការចាប់ផ្ដើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូងបន្តិចម្ដងចាត់តាំងពីសតវត្សទី9ពីដំបូងគេឃើញមានពួកថៃឬសៀមបានចុះមកតាំងទីលំនៅភាគខាងជើងប្រទេសឡាវសព្វថ្ងៃនិងនៅភាគឈៀងម៉ៃមួយចំនួនពួកថៃឬសៀមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងហើយពួកគេក៏បានបង្កើតទៅជានគរតូចៗមួយចំនួនដូចជាសក្កតីឈៀងសែនឈៀងម៉ៃស្រែមួយលាននិងអយុធ្យាក៏ប៉ុន្តែពីដំបូងនគរទាំងអស់នេះជានគរទុនខ្សោយហើយស្ថិតនៅក្រោមឥទ្ធិពលរបស់អាណាចក្រខ្មែរវត្តទី8នគររបស់ជនជាតិថៃមានឈ្មោះថាណានឆាវស្ថិតនៅពីយប់នៃប្រទេសភូមាដោយមានសង្គ្រាមទប់ទល់នឹងកងទ័ពស្ដេចម៉ុងហ្គោលព្រះនាមយូប៊ីនឡាយក្រុមជនជាតិថៃបានធ្វើដំណើររំកិលបន្តិចម្ដងទៅទិសខាងត្បូងដោយមួយពួកសម្ដៅមកលើប្រទេសភូមានិងមួយពួកទៀតសម្ដៅមកស្រុកខ្មែរដំណើរសន្សំវាទីរបស់ជនជាតិថៃមកលើទឹកដីខ្មែរនិងភូមាបានចាប់ផ្ដើមនៅក្នុងសតវត្សទី12នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍មានដំណើរចុះមកទិសខាងត្បូងទី3មួយទៀតគឺការវាទីទឹកដីរបស់យួនសម្ដៅយកទឹកដីប្រទេសចាមដំណើរថៃមកវាទីទឹកដីខ្មែរមានសភាពដូចជាស៊ីចង្វាក់គ្នារវាងជនជាតិថៃនិងជនជាតិខ្មែរហើយជនជាតិថៃបានដាក់ខ្លួនទទួលយកនៅវប្បធម៌និងអរិយធម៌ខ្មែរមកធ្វើជាកេរមរតកសម្បត្តិជាតិសាសន៍របស់ខ្លួនកាលនោះថៃមានឈ្មោះថាសៀមឬហៅសយ៉ាមក្នុងសតវត្សទី13សង្គ្រាមប្រយុទ្ធគ្នារវាងខ្មែរនិងសៀមចាប់ផ្ដើមធ្វើជាញឹកញាប់ធ្វើឲ្យមានការខូចខាតជាច្រើនដល់ប្រទេសជាតិហើយការនោះស្ដេចក្រាញ់ខ្មែរមួយព្រះអង្គគឺព្រះនាមរាមាកំហែមបានផ្ដាច់ទឹកដីខ្មែរយកទៅបង្កើតជានគរសៀមនិងបានយកទីក្រុងខ្មែរគឺខេត្តសក្កតីធ្វើជារាជធានីម្យ៉ាងទៀតការនោះរជ្ជកាលព្រះអង្គមានបុត្រីមានសិទ្ធិអំណាចគ្រប់គ្រាន់ហើយព្រះបាទជ័យវរ្ម័នទី8ក៏សម្រេចព្រះតីដាក់រាជនៅគ្រិស្តសករាជ1295សូមបកត្រឡប់ថយក្រោយបន្តិចការបង្កើតព្រះរាជវង្សានុវង្សថៃពលគឺរបបរាជាធិបតេយ្យថៃដំបូងនៅខេត្តសក្កតីនៅចុងសតវត្សទី13និងសតវត្សទី14គឺត្រូវធ្វើឡើងតាមលំនាំនៃរបបរាជាធិបតេយ្យខ្មែរហើយបើយើងប្រៀបធៀបរបបនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជានិងថៃរបបគ្រប់គ្រងដែលមានស្ដេចមានប្រមុខដឹកនាំនៅកម្ពុជាគឺមានវ័យចាស់ចំណាស់ជាងរបបនៅថៃពលគឺប្រមាណជាង1300ឆ្នាំយ៉ាងណាមិញព្រះរាជាណាចក្រថៃដែលបានប្រសូតចេញនោះគឺមានអាយុតិចជាងព្រះរាជាណាចក្រកម្ពុជាផងដែរដោយកត្តាភូមិសាស្ត្រនិងប្រជាសាស្ត្រជាបឋមជាមួយនឹងលោកសោតស៊ឺតេយើងសូមរំលឹកថាការបង្កើតព្រះរាជាណាចក្រថៃឬរដ្ឋថៃគឺត្រូវបានធ្វើឡើងដោយរដ្ឋប្រហារដោយកម្លាំងទ័ពប្រឆាំងនឹងអភិបាលខេត្តខ្មែរនៅខេត្តសក្កតីនិងសញ្ចាឡៃដែលជាខេត្តកូនភ្លោះនឹងគ្នាការគ្រប់គ្រងសង្គមជាតិដែលមានខាងលើនេះគឺជាចំណុចចាប់ផ្ដើមនៃការកកើតនៃព្រះរាជវង្សានុវង្សថៃជាលើកទី1ក្នុងប្រវត្តិសាស្ត្រថៃផងដែរហើយខាងលើនេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឥតប្រកែកបានដែលអ្នកប្រវត្តិពិទូគ្រប់សញ្ជាតិបានកត់ត្រានិងចងចាំបានយ៉ាងជាក់ច្បាស់ចំពោះព្រឹត្តិការណ៍ខាងលើនេះលោកសស៊ឺដេសបានឲ្យដឹងថានៅក្នុងរវាងឆ្នាំ1230មេទ័ពថៃមានឈ្មោះហ្វាងមឿងដែលធ្លាប់ជាមេទ័ពក្នុងព្រះរាជវង្សព្រះមហាក្សត្រខ្មែរគឺព្រះបាទសូរ្យវរ្ម័នទី2ពីឆ្នាំ1113ដល់ឆ្នាំ1150នៃគ្រិស្តសករាជបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីអភិបាលខេត្តខ្មែរនៅស្រុកសក្កតីហើយបន្ទាប់មកទៀតមេទ័ពនេះក៏បានក្លាយជាស្ដេចដំបូងបង្អស់ផងដែរនៅលើទឹកដីរបស់ខ្មែរគឺមូលដ្ឋាននេះផងដែរដូចទើបពោលដែល
ដែលព្រះរាជវង្សានុវង្សថៃដំបូងបង្អស់ដែលត្រូវបានបង្កើតឡើងដែរតាមលំនាំហេដ្ឋារចនាសម្ព័ន្ធដែលធ្លាប់តែមានមកពីមុននៅលើទឹកដីដ៏វែងរបស់មហានគរខ្មែរម្យ៉ាងវិញទៀតក្រៅពីព្រះនាមជាភាសាសំស្ក្រឹតនាគ្រាបឋមនៃប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រថៃព្រះមហាក្សត្រថៃក៏បានយកស័ព្ទខ្មែរមួយចំនួនមកប្រើប្រាស់ផងដែរដូចជាព្រះបាទរាមាកំហែងនិងព្រះបាទលឺថៃជាដើមពាក្យកំហែងគឺជាពាក្យកើតចេញពីពាក្យខែងដែលសំដៅទៅលើមហិទ្ធិឫទ្ធិរបស់ហនុមានរីឯពាក្យលឺគឺសំដៅទៅលើថៃដែលមានឈ្មោះល្បីល្បាញលឺតូទាបន្ទាប់ពីបានស្ដាប់ទស្សនានៅវីដេអូប្រវត្តិសាស្ត្រខ្លីដែលស្រាវជ្រាវចងក្រងដោយមរតកខ្មែររួចតើប្រិយមិត្តទាំងអស់គ្នាមានទស្សនៈយល់ឃើញយ៉ាងណាដែរសូមប្រិយមិត្តទាំងអស់គ្នាជួយ Subscribe Channel YouTube អ្នកមួយផងដើម្បីទស្សនានៅវីដេអូប្រវត្តិសាស្ត្រថ្មីក្រោយបន្តទៀតសូមអរគុណ